ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកអ៊ុយក្រែនប្រឈមមុខនឹងសមត្ថភាពថ្មីនៃឡុងសេតដ្រូនរបស់រុស្ស៊ីប្រភពពី Defense ផ្លក់ថ្ងៃទី15 ខែតុលាឆ្នាំ2025យោងតាមប្រភពនិងអ្នកជំនាញយោធាអ៊ុយក្រែនបានឲ្យដឹងថាកងកម្លាំងរុស្ស៊ីបានចាប់ផ្ដើមដាក់ពង្រាយកំណែអាប់ដេតនៃយន្តហោះគ្មានមនុស្សបើកឡុងសេតសម្រាប់វាយប្រហារអត្តឃាតយន្តហោះគ្មានមនុស្សបើកដែលត្រូវបានកែលម្អនេះត្រូវបានគេរាយការណ៍ថាបានវាយប្រហារគោលដៅនៅចម្ងាយឆ្ងាយនិងបង្ហាញពីការលំបាកបន្ថែមទៀតក្នុងការទប់ទល់ដោយការប្រើប្រាស់ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដែលមានស្រាប់ដ្រូនឡុងសេតដែលអាចកំណត់អត្តសញ្ញាណបានដោយការរចនាស្លាបដ៏ប្លែករបស់វាគឺជាការប្រកួតនៅលើសមរភូមិអ៊ុយក្រែនអស់រយៈពេលជាង2ឆ្នាំមកហើយទោះជាយ៉ាងណាក៏ដោយកំណែថ្មីហាក់ដូចជាមានដំណើរការល្អជាងម៉ូដែលមុនទាក់ទងនឹងភាពជាក់លាក់និងភាពធន់អ្នកឯកទេសង្គ្រាមអេឡិចត្រូនិកអ៊ុយក្រែនលោកស៊ឺហ៊ីប៊ីគ្រីស្នូដែលស្គាល់ដោយសញ្ញាហៅរបស់គាត់ថាស៊ឺហ៊ីហ្លេសបាននិយាយថាអង្គភាពជួរមុខកំពុងជួបប្រទះនៅវ៉ាយ៉ង់ដែលមានសមត្ថភាពជាងរបស់ឡុងសេតដែលលើសពីយុទ្ធសាស្ត្រប្រឆាំងយន្តហោះគ្មានមនុស្សបើកពីមុនលោកប៊ីគ្រីស្នូបាននិយាយថារបាយការណ៍ពីសហសេវិកនៅជួរមុខបង្ហាញថាវិធីសាស្ត្រ EW ឬសង្គ្រាមអេឡិចត្រូនិកប្រពៃណីដែលប្រើប្រឆាំងនឹងឡុងសេតកាន់តែមានប្រសិទ្ធភាពតិចឥឡូវនេះឡុងសេតវាយប្រហារពីចម្ងាយកាន់តែច្រើនហើយវាមិនដូចជាមួយសាឡាដែលជាយន្តហោះគ្មានមនុស្សបើកឆ្លុបយកការដែលជាធម្មតាកំណត់ទីតាំងគោលដៅជាមួយនឹងគ្រាប់បែកនាំផ្លូវធម្មតាទេលោកបានបន្ថែមថាវាទំនងជាមកពីការលេចចេញនៃឡុងសេតជំនាន់ថ្មីអង្គភាពអ៊ុយក្រែនបានសង្កេតឃើញការកើនឡើងយ៉ាងខ្លាំងនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលត្រូវបានសន្មតថាជាឡុងសេតជាមួយនឹងផាសតាងវីដេអូដែលបង្ហាញពីការចូលរួមដែលទទួលបានជោគជ័យកាន់តែជ្រៅនៅពីក្រោយជួរអ៊ុយក្រែនវីដេអូទាំងនេះទោះបីជាមិនត្រូវបានទទួលស្គាល់ជាផ្លូវការដោយមន្ត្រីរុស្ស៊ីក៏ដោយជាញឹកញាប់បានក្លាយជាការបង្ហាញពីការកើនឡើងនៃការប្រើប្រាស់ពួកវាក្នុងប្រតិបត្តិការនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគាំទ្ររុស្ស៊ីខណៈពេលដែលបណ្ដាញការពារជាតិរុស្ស៊ីបានរក្សាភាពស្ងៀមស្ងាត់យ៉ាងទូលំទូលាយអំពីលក្ខណៈបច្ចេកទេសនៃយន្តហោះគ្មានមនុស្សបើកដែលបានធ្វើឲ្យប្រសើរឡើងនោះផលប៉ះពាល់របស់វាកំពុងត្រូវបានទទួលអារម្មណ៍រួចហើយមេបញ្ជាការអ៊ុយក្រែនបាននិយាយថាសកម្មភាពយន្តហោះគ្មានមនុស្សបើករបស់សត្រូវគឺកាន់តែមិនអាចកំណត់ជាមុនបានដោយបង្ខំពួកគេឲ្យវាយតម្លៃឡើងវិញនូវវិធានការតបតនិងសម្របខ្លួនទៅនឹងការគំរាមកំហែងដែលកំពុងវិវត្តឡុងសេតដែលត្រូវបានកែលម្អត្រូវបានគេគិតថាមានវងនៃកូដកម្មដែលអាចអនុញ្ញាតឲ្យវាដំណើរការលើសពីលទ្ធភាពការពារនៃប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លីនិងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករបស់អ៊ុយក្រែនវាមិនទាន់ច្បាស់ទេថាតើប្រព័ន្ធរុករករបស់យន្តហោះគ្មានមនុស្សបើកឬការរចនាក្បាលគ្រាប់ត្រូវបានផ្លាស់ប្ដូរដែរឬទេប៉ុន្តែសមត្ថភាពរបស់ដ្រូននេះក្នុងការដំណើរការដោយខ្លួនឯងនឹងក្លាយជាសញ្ញានៃការផ្លាស់ប្ដូរយុទ្ធសាស្ត្រនៅក្នុងគោលការណ៍ប្រើប្រាស់គ្រាប់បែកហោះរបស់រុស្ស៊ី